បាទនេះជាការបង្ហាញពីរបៀបភ្ជាប់ Smart Sync Q គេហៅថា control តាមរយៈ Wi-Fi ទៅលើម៉ាស៊ីនសម្ងួត LG ប្រភេទ heat pump model បាទអានេះគឺ9គីឡូប្រើ compressor សម្ងួតអញ្ចឹងយើងចាប់ដើមមកគ្នាថាយើងភ្ជាប់ Smart Sync Q តាមទូរស័ព្ទហ្នឹងរបៀបណាបាទចាប់ដើមយើងចុច power on ទៅលើម៉ាស៊ីនបាទបន្តមកទៀតយើងយកទូរស័ព្ទយើង download កម្មវិធី LG Sync Q បាទអញ្ចឹងកម្មវិធីនេះយើង download ហើយយើង open វា LG Sync Q អូខេអញ្ចឹងអានេះខ្ញុំធ្លាប់ភ្ជាប់ជាមួយម៉ាស៊ីនមួយចំនួនហើយអញ្ចឹងម៉ាស៊ីននេះថ្មីអញ្ចឹងយើងត្រូវការ add បន្ថែមយើងចុចសញ្ញាបុកខាងលើនេះយើងភ្ជាប់ជាមួយម៉ាស៊ីននេះមួយទៀតបាទអញ្ចឹងបន្តមកទៀតយើងចុចពាក្យថា add device បាទខាងក្រោមនេះអូខេអញ្ចឹងវាចេញមកច្រើន model ច្រើន product អញ្ចឹងតមកទៀតយើង select ប្រភេទម៉ាស៊ីននេះគឺជាប្រភេទ dryer បាទម៉ាស៊ីនងួតយើងយកពាក្យថា dryer ខាងលើនេះបាទអញ្ចឹងចុចហើយយើងចេញមក dryer and wash towel របស់យើងគឺប្រភេទ dryer ខាងលើនេះបាទចុចមួយហើយអូខេតមកទៀតចុចម៉ាស៊ីនបើកយើងចុចហើយ turn on បន្តទៀតបាទអូខេបន្តទៀតអញ្ចឹងម្ដងនេះគឺកម្មវិធីឲ្យ scan QR code នៅលើ sticker របស់ម៉ាស៊ីនបាទនៅខាងគឺខាងក្រោមនេះហើយ scan អូខេ scan ហើយវាចាប់ផ្ដើម search device បាទ100%យើងចុចទៀតសារទៀតអូខេអញ្ចឹងមានតែបន្តទៀតនេះឲ្យចុចសញ្ញា Wi-Fi ឲ្យជាប់ណាយើងចុចដានសិនមកបាទនេះកន្លែងនេះគឺប៊ូតុង Wi-Fi ចុចវា show សញ្ញា Wi-Fi អូខេវាលោតសញ្ញា Wi-Fi មកអញ្ចឹងចាំតែយើងមិញវា search Wi-Fi របស់ product ហ្នឹងអូខេនេះឈ្មោះ Wi-Fi LG Smart Try Year 2 Open Connect យើងមាន step វា3ដាក់ការ take ហើយគឺភ្ជាប់បានពេលភ្ជាប់បានអានេះ Wi-Fi លេង load blinking គឺវា load រហូតអូខេដាំ next អូខេទៀតយើងចាប់ដើម loading ថែមទៀតអូខេអញ្ចឹងវាលើ setting ជាប់ហើយ Wi-Fi វាលេង load blinking គឺវា load រហូតហើយអញ្ចឹងវាភ្ជាប់បានអូខេបាទអញ្ចឹងបន្ទាប់ពីយើងភ្ជាប់ហើយឥឡូវយើងចង់បញ្ជាកម្មវិធី download cycle នេះនៅលើ function មួយនេះអញ្ចឹងយើងត្រូវចុចលើទូរស័ព្ទបានវាមានកម្មវិធីលើនឹងបញ្ជាបានឥឡូវហ្នឹងវាឲ្យយើងចុច remote start និយាយរាល់ការបញ្ជាលើទូរស័ព្ទហើយនឹងម៉ាស៊ីនតើយើងចុច remote start សិនឥឡូវយើងចុច remote start ហើយវា load សិនបាទ load អញ្ចឹងតាមទៀតលើទូរស័ព្ទយើងវាលេង load ដល់យើងចុចទៀតហើយអញ្ចឹងយើងអាចបញ្ជាបានអញ្ចឹងបើសិនជាយើង start ម៉ាស៊ីនកម្មវិធី original នៅលើ panel វាហើយគឺយើងអត់អាចចុច remote start អត់អាចចុច download cycle កម្មវិធីផ្សេងបានទេអញ្ចឹងយើងអត់ទាន់ចុចអត់ទាន់ select កម្មវិធីណាមួយអញ្ចឹងយើងអាចចូលទៅ download បានឧទាហរណ៍កម្មវិធី chain ណាអញ្ចឹងយើងអាច download ខាងក្រោមនេះបាន download to dryer ចុចអញ្ចឹងចូលកម្មវិធី chain ហ្នឹងហើយប្រភេទ Signal Boy ហ្នឹងហើយអញ្ចឹងវា load 1ម៉ោង40នាទីអញ្ចឹងក្នុងហ្នឹងវាអាចចុចanti crash មួយទៀតអាហ្នឹងការពារជ្រួញការពារទូកសាច់កណាត់ដែរយើងអាចចូល option នៅលើនេះក៏មានដែរនៅលើនេះក៏យើងចុចបានហើយលើទូរស័ព្ទនេះក៏យើងចុចបានអញ្ចឹងកម្មវិធីមួយចំនួនយើងអាចចុចអាហ្នឹងបានបន្ថែមអញ្ចឹងលើចុចគេចុចអស់ហើយយើងចុច start បាទចានេះវាលោតភ្លើងដូចនេះយើងចុចពីទូរស័ព្ទទៅវាលោត anti crash scan ដូចនេះអញ្ចឹងវាកម្មវិធីវាដើរដូចនេះអញ្ចឹងយើងមើលលើទូរស័ព្ទដៃបានអានេះយើងងាយស្រួលណាយើងចេញទៅក្រៅយើងចង់ដឹងថាម៉ាស៊ីនបោកម៉ាស៊ីនសម្ងួតយើងសម្ងួតដល់ណាដល់ណី error code ឬមួយក៏យ៉ាងម៉េចយើងអាចមើលតាមទូរស័ព្ទដៃបានពេលតែយើងបញ្ជាវាហើយយើងអាចចេញទៅយើងអាចមើលតាមនឹងបានថាវាសល់ប៉ុន្មានម៉ោងចប់សល់ប៉ុន្មាននាទីចប់ណាយើងអាចមើលឥឡូវវា error កៀងអីយើងអាចមើលតាមនឹងបានអញ្ចឹងវាកម្មវិធីវាងាយស្រួលយើងអាច select កម្មវិធីបន្ថែមបានយើងអាចមើលម៉ោងវាសម្ងួតអីផ្សេងៗបានតាមរយៈទូរស័ព្ទដៃបាទមានតែប៉ុណ្្នឹងទេ